សូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលជាសិស្សថ្នាក់ទី12ទាំងអស់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2025នឹងហើយសម្រាប់ក្នុងថ្ងៃនេះដែរខ្ញុំបាទក្នុងនាមខ្ញុំជាសិស្សច្បងដែលធ្លាប់ឆ្លងកាត់នៃការប្រឡងបាក់ឌុបនៅមុខវិជ្ជាសិលធម៌ពលរដ្ឋហើយខ្ញុំក៏បានធ្វើនៅមុខវិជ្ជាសិលធម៌ពលរដ្ឋចែកជូនបងប្អូនទាំងអស់គ្នាដែរនឹងហើយដំបូងដែលខ្ញុំហេតុអីបានជាខ្ញុំធ្វើជាវិញ្ញាសាចែកជូនបងប្អូនទាំងអស់គ្នាដោយសារអីដោយសារតែខ្ញុំដែលថាខ្ញុំសោកស្ដាយដែលខ្ញុំប្រឡងមុខវិជ្ជាសិលធម៌ពលរដ្ឋមិនទទួលបានទេល្អអញ្ចឹងបានខ្ញុំធ្វើជាកម្រងវិញ្ញាសាចែកជូនឲ្យបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាដឹងពីការក្នុងការរបៀបក្នុងការឆ្លើយសំណួរដឹងពីចម្លើយហ្នឹងហើយក៏ចង់ឲ្យបងប្អូនទាំងគ្នាទទួលបានទេល្អផងដែរតើកុំឲ្យខាតពេលយូរសូមបងប្អូនទាំងគ្នាជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូអូខេឥឡូវយើងចូលមកកាន់សំណួរទី1ទាំងអស់គ្នាដែលសំណួរទី1នេះទូទាក់ទងជាមួយនឹងអនុមានញែកនិងអនុមានរួមចូលនិយាយពីទំនាក់ទំនងរវាងអនុមានញែកនិងអនុមានរួមអនុមានញែកនិងអនុមានរួមជាចលនាពីររបស់គំនិតដែលមានដំណើរផ្ទុយគ្នាប៉ុន្តែបំពេញឲ្យគ្នាទៅវិញទៅមកហ្នឹងហើយអនុមានញែកនិងអនុមានរួមគឺដំណើរវាផ្ទុយគ្នាប៉ុន្តែត្រូវបំពេញឲ្យគ្នាទៅវិញទៅមកអនុមានរួមជាអ្នកផ្ដល់ឬគល់ឲ្យអនុមានញែកព្រោះវាស្វែងរកច្បាប់ទូទៅក្នុងស្រង់ពិសោធន៍នឹងការរកគោលការណ៍គណិតឲ្យគណិតច្បាប់និងគោលការណ៍នេះហើយដែលជាចំណុចដើមទីសម្រាប់ឲ្យអនុមានញែកចេញដំណើរអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ជាអ្នកដឹកនាំអនុមានរួមគេត្រូវការជាចាំបាច់នៅអនុមានញែកនៅពេលគេចង់បានច្បាប់ទូទៅមួយដែលគេរកឃើញនៅអនុវត្តអូខេឥឡូវយើងចូលមកកាន់សំណួរទី2ចូលបញ្យល់អំពីពុទ្ធិសាមញ្ញពុទ្ធិសង្ឃពុទ្ធិទស្សនវិជ្ជាព្រមទាំងលើឧទាហរណ៍មកបញ្ជាក់អូខេឥឡូវយើងមកមើលចម្លើយដល់គ្នាពុទ្ធិសាមញ្ញពុទ្ធិសង្ឃនិងពុទ្ធិទស្សនវិជ្ជាសូមបញ្ជាក់អ្នកទាំងអស់គ្នាសម្រាប់សំណួរសិលធម៌ពលរដ្ឋក្នុងសំណួរគឺតែងតែមានលើឧទាហរណ៍អញ្ចឹងយើងធ្វើដូចម្ដេចដើម្បីរកឧទាហរណ៍មកបញ្ជាក់គេបានតើឥឡូវយើងមកបកស្រាយនៅពុទ្ធិសាមញ្ញម្ដងពុទ្ធិសាមញ្ញឥឡូវក៏តើអាចចូលជាចម្លើយពុទ្ធិសាមញ្ញមានថាសាមញ្ញពាក្យសាមញ្ញអ្នកគ្នាយកពាក្យសាមញ្ញនេះសាមញ្ញមានន័យថាធម្មតាតែមិនលោឆាយមិនអីគេអញ្ចឹងឥឡូវយើងមើលចម្លើយអ្នកគ្នាពុទ្ធិសាមញ្ញជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់គ្នាពុទ្ធិនេះកើតចេញពីការលើកតគ្នាភាពសពិចសពិលមិនច្បាស់លាស់គ្មានលំដាប់គ្មានការត្រួតពិនិត្យមកចត់ហើយច្រើនបែកធ្លាយបបពិសោធន៍អញ្ចឹងក្នុងសំណួរនេះអ្នកទាំងអស់គ្នាគួរតែមើលចាំអាចនឹងបាក់ឌុបក៏អាចប្រឡងចេញដែរឧទាហរណ៍ព្រះអាទិត្យរះនៅទិសខាងកើតលិចវិញនៅទិសខាងលិចឆ្កែព្រោះមិនចេះខំហ្នឹងហើយអ្នកគ្នាគិតមើលតើអាការដែលព្រះអាទិត្យរះនៅទិសខាងកើតលិចទិសខាងលិចហ្នឹងគឺជាការលើតគ្នាមែនទេអត់ជាសាមញ្ញដែរអត់អូខេឥឡូវយើងមកមើលបន្តទៀតពុទ្ធិសង្ឃជាពុទ្ធិដែលកើតចេញពីការគិរិកើតពីការវិភាគពិសោធន៍ជាក់លាក់មានរូបភាពទូទៅមានរង្វាស់ត្រឹមត្រូវមិនប្រែប្រួលមិនងាយច្រឡំឧទាហរណ៍ទឹកកកនៅសេតនភាព0អង្សាសេនិងពុះនៅសេតនភាព100អង្សាសេអូខេពុទ្ធិទស្សនវិជ្ជាជាពុទ្ធិដែលកើតចេញពីការគិរិពិចារណាជាពុទ្ធិសំយោគមានលក្ខណៈជ្រាលជ្រៅជាងពុទ្ធិសាមញ្ញនិងពុទ្ធិសង្ឃវាជាអ្នកវិតម្លៃនិងតម្រង់ទិសពិចារណាពីអ្វីដែលចង់រកមិនឃើញដូចជាបញ្ហាអតិទេពប្រលឹងពុទ្ធិនេះមានលក្ខណៈសុក្រិតប្រកបដោយគុណធម៌និងតម្លៃខាងសិលវិជ្ជាប្រកបដោយសច្ចៈទៀតផងឧទាហរណ៍ព្រះពុទ្ធមានបន្ទូលថាមានរូបគឺមានទុក្ខអូខេឥឡូវយើងចូលសំណួរទី3ដល់គ្នាចូលនិយាយពីលក្ខណៈខុសគ្នារវាងចិត្តញាណសិលញាណព្រមទាំងលើឧទាហរណ៍មកបញ្ជាក់អូខេយើងមើលចម្លើយដល់គ្នាលក្ខណៈខុសគ្នារវាងចិត្តញាណសិលញាណចិត្តញាណ
ជាពន្លឺនៃការដឹងនិងប្រាប់ការពិតជាក់ស្ដែងនៅក្នុងសញ្ចេតនានិងអំពើរបស់យើងជាអ្នកទស្សនានិងវិនិច្ឆ័យតាមតថភាពចំណែកឯសិលញៀនឲ្យយើងដឹងនិងញ៉ាំងឲ្យបំពេញករណីកិច្ចជាសម្លេងទេពនៃចិត្តជាអ្នកណែនាំឲ្យធ្វើអំពើនិងជាអ្នកកាត់ទោសរកយុត្តិធម៌និងជាសាក្សីជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើឧទាហរណ៍នៅពេលដែលខ្ញុំខឹងចិត្តញៀនប្រាប់ខ្ញុំថាខ្ញុំកំពុងនឹងខឹងកំពុងខឹងអូខេនេះនឹងខុសទេឯសិលញៀនប្រាប់ថាកំហឹងគឺជាកំហុសមួយអូខេឥឡូវយើងមកបន្តសំណួររបស់យើងទៀតចូលរៀបរាប់ពីឧត្តមជនគំរូនិងលក្ខណៈរួមនៃជនទាំងនោះមនុស្សដែលគេចាត់ទុកជាឧត្តមជនគំរូគឺជាជនដែលប្រកបដោយតម្លៃជាមនុស្សដែលមានកម្រិតគុណធម៌កម្រិតកណូបការខ្ពស់ឧត្តមជនគំរូមានបណ្ឌិតវីរៈបុរសសន្តបុគ្គលអូខេសំណួរនេះដូចជាចេញឆ្នាំ2024ទេតែឥឡូវយើងមើលចម្លើយបណ្ឌិតជាបុគ្គលដែលចេះអ្វីមួយច្បាស់លាស់បណ្ឌិតមានពុទ្ធិសកលមានភាពឆ្លាតវៃការវិនិច្ឆ័យលើអ្វីយោងទៅតាមគោលការណ៍ធំនិងតាមបញ្ញត្តិកម្មទូទៅនៃជីវិតមានចក្ខុវិស័យវែងឆ្ងាយមានរបៀបរៀបរយគិតប្រយោជន៍រួមជាធំមានជំនឿថាគុណធម៌ជារង្វាស់ផ្ទាល់ខ្លួនឧទាហរណ៍សម្ដេចព្រះសង្ឃរាជជួនណាតអូខេនេះគឺការឧទាហរណ៍មួយយើងមើលបន្តទៀតវីរៈបុរសជាបុគ្គលដែលហ៊ានពលីជីវិតហ៊ានពុះពះឧបសគ្គធំហ៊ានទទួលការជឿចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តមានសេចក្តីក្លាហានជាមួយមនុស្សធម្មតាចូលរួមព្រឹត្តិការណ៍ធំដើម្បីអធិបតេយ្យភាពនិងបូរណភាពទឹកដីឧទាហរណ៍ព្រះបាទជ័យវរ្ម័នទី7ហ្នឹងហើយជាវីរៈបុរសសន្តបុគ្គលមានមនុស្សដែលមានរបៀបរៀបរយនៅជាជនដែលស្វែងរកសុក្រិតភាពជានិច្ចមានគំនិតគិតពីសុគតិភពមានគំនិតអធ្យាស្រ័យមានជំនឿថាសុភមង្គលគិតសុភមង្គលពិតនៅបរមលោកភាគច្រើនជាអ្នកដឹកនាំសាសនាជាទូទៅបណ្ឌិតវីរៈបុរសនិងសន្តបុគ្គលមានលក្ខណៈរួមជាមនុស្សលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍អ្នកដទៃជាមនុស្សមានសិលតម្លៃមានវិចារណញ្ញាណទាំង4អូខេមានវិចារណញ្ញាណមាំមួនអូខេកន្លែងនេះខុសទៀតហើយកន្លែងណាខុសឆ្គងអីក៏សូមខន្តីអភ័យទោសផងដោយសារតែការដែលខ្ញុំធ្វើសំណួរនេះគឺខ្ញុំមិនសូវបានធ្វើពេលថ្ងៃទេអញ្ចឹងខ្ញុំធ្វើតែពេលយប់អញ្ចឹងតែងតែមានសរសេរពាក្យខុសហើយមានឆន្ទៈរឹងមាំសាងតែអំពើល្អជាមនុស្សដែលមានគុណធម៌ក្នុងខ្លួនដូចគ្នាយើងមើលទី5ម្ដងតើត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់អំពើពុករលួយក្នុងសង្គមសំខាន់លើសំណួរដែលទាក់ទងនឹងអំពើពុករលួយគឺចេញរាល់ឆ្នាំមិនមែនអត់មានទេគឺចេញរាល់ឆ្នាំទាក់ទងអំពើពុករលួយអូខេឥឡូវយើងមើលចម្លើយដល់គ្នាការទប់ស្កាត់អំពើពុករលួយយុវជនគឺជាកម្លាំងស្នូលនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយពង្រឹងសមត្ថភាពជំនាញចំណេះដឹងនិងការយល់ដឹងត្រូវយល់ដឹងអំពីបញ្ហាសង្គមបានច្រើននិងមានការតាមដានព័ត៌មានស្វែងយល់ពីទូនាទីរាជរដ្ឋាភិបាលពីវិស័យឯកជននិងសង្គមស៊ីវិលមានការបញ្ចេញមតិនិងសម្លេងតាមរយៈសារព័ត៌មានឬវេទិកាផ្សេងៗស្ដីពីអំពើពុករលួយហ៊ានរាយការណ៍អំពីអំពើពុករលួយជួយផ្សព្វផ្សាយបន្តនិងចូលរួមបង្កើតកម្មវិធីឬគម្រោងសម្រាប់សហគមន៍ធ្វើការតស៊ូមតិដើម្បីតាមដានការអនុវត្តច្បាប់និងគោលនយោបាយដែលជំរុញឲ្យមានតម្លាភាពនិងគណនេយ្យភាពកាន់តែប្រសើរចូលបម្រើការជាមន្ត្រីត្រូវតែមានមនសិការឧត្តមគតិសុចរិតភាពអព្យាក្រឹតភាពនិងជំរុញឲ្យមានការកាត់បន្ថយការិយាធិបតេយ្យ
ហ្នឹងហើយសំណួរនេះគឺទាក់ទងជាមួយនឹងការប្រឡងមន្ត្រីរាជការក៏មានចេញដែរត្រូវផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនិងច្បាប់ពាក់ព័ន្ធដើម្បីបង្កើននូវការយល់ដឹងដល់សាធារណជនសម្ដៅកាត់បន្ថយបទល្មើសនិងឱកាសប្រព្រឹត្តអំពើពុករលួយត្រូវបញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធនឹងអំពើពុករលួយដើម្បីបណ្ដុះស្មារតីនិងសីលធម៌ស្អាតស្អំទៅដល់សិស្សនិស្សិតពីកម្រិតបឋមសិក្សារហូតដល់ឧត្តមសិក្សាត្រូវរៀបចំការប្រកួតប្រជែងនិងវេទិកាទុកមូលស្ដីពីការប្រឆាំងអំពើពុករលួយដើម្បីបំផុសចលនាមហាជនអំពីសុចរិតភាពបង្កើតឲ្យមានវេទិកាជាតិប្រឆាំងអំពើពុករលួយអូខេនេះខ្លះក៏ស្អាតមួយនឹងរៀបចំព្រឹត្តិការណ៍ពិសេសដើម្បីពង្រីកនិងពង្រឹងស្មារតីប្រឆាំងអំពើពុករលួយដល់សាធារណជនពង្រីកនិងពង្រឹងឡើងវិញនូវអភិបាលកិច្ចល្អចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិត្រូវមានវិធានការយ៉ាងតឹងរ៉ឹងនិងដាក់ទោសដល់អ្នកដែលប្រព្រឹត្តអំពើពុករលួយអូខេសម្រាប់សំណួរគឺមានតែប៉ុណ្្នឹងឯងចម្លើយហើយសម្រាប់សំណួរចុងក្រោយនេះមិនថាសំណួរចុងក្រោយទេគឺសំណួរសិលធម៌ទាំងអស់សុទ្ធសឹងតែទាក់ទងជាមួយនឹងការប្រឡងក្របខ័ណ្ឌមិនថាក្របខ័ណ្ឌមន្ត្រីស៊ីវិលមន្ត្រីរាជការឬក៏ក្របខ័ណ្ឌផ្សេងៗទេគឺសុទ្ធសឹងតែចេញប្រឡងទាំងអស់ហើយជាចុងក្រោយក៏ជូនពរបងប្អូនទាំងគ្នាប្រឡងជាប់នៅទទួលបាននីតិល្អហើយកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវិញ្ញាសាថ្មី